ពេលដែលនៅក្មេងអ្វីដែលខ្ញុំហាត់រៀនលើវិស័យដីធ្លីដំបូងខ្ញុំទិញដីឡូតែការពីអតីតកាលនោះអត់មានអ្នកពុះឡូអី5 20ឬមួយក៏អីហ្នឹងអត់ទេតែវាមានដីប្រភេទឡូតាមពីសង្គមចាស់មកហ្នឹងដូចជាជាក់ស្ដែងនៅស្អាងហ្នឹងនឹងក្រោយផ្ទះខ្ញុំមានឡូ4កន្លះបដោយ21ចឹងទៅ4កន្លះបដោយ25អីចឹងទៅតាមđường hẻm ពីក្រោយផ្ទះទៅមានដូចផ្ទះខ្ញុំហងៃមានផ្ទះនៅផ្លូវជាតិយើងមានឡូនៅពីក្រោយមួយទៀតហើយបានមានផ្លូវលំមួយទៅអញ្ចឹងអាឡូក្រោយហ្នឹងបើសិនជាសម័យនោះមានការឲ្យខ្ញុំមានបងមលោះហើយខ្ញុំអាចទិញបានច្រើនតែមានអីខុសពីបងមលោះទៅបើពេលដែលខ្ញុំទិញដីសម័យនោះខ្ញុំទៅខ្ចីមាសពីឪពុកម្ដាយខ្ញុំពីបងប្អូនខ្ញុំមកដែរហ្នឹងអ្នកខ្លះប្រើពាក្យថាបងមលោះអត់ល្អទេតែសុខចិត្តទៅចងការពីក្រៅបងការប្រាក់ឲ្យគេហើយយកមកទិញគ្រប់ចំនួនដូចជាអត់ខុសគ្នាទេគ្រាន់តែនិយមន័យខុសគ្នាតាប្រើពាក្យថាបងមលោះខ្លាចអន់ខ្ញុំពិតជាចេញវីដេអូមកថាកុំឲ្យទិញផ្ទះបងមលោះមែនហើយទិញដីហ្នឹងក៏ខ្ញុំនិយាយអំពីឲ្យបងប្អូនមើលលទ្ធភាពនៅក្នុងចំណូលរបស់បងប្អូនដូចគ្នាកាលពីមុនណាខ្ញុំសន្សំណាតែខ្ញុំសន្សំដីហើយដីយើងនៅក្មេងអត់មានបទពិសោធន៍អត់មានអីអ្នកណាមួយទៅហ៊ានទិញដីស្រែទិញដីឆ្ងាយពីផ្ទះទិញដីអីអត់ទាំងប្លង់អត់ទាំងចេះមើលប្លង់ថាម៉េចផងហើយសម័យមុនអត់មានប្លង់យូរមានប្លង់ស្លាកមន់មួយហើយអ្នកណាទៅហ៊ានទៅទិញដីយ៉ាងម៉េចសម័យនេះគឺទលំទលាយពេកហើយប្រព័ន្ធបណ្ដាញសង្គមបង្ហោះអំពីឯកសារយោងឯកសារបច្ចៈឯកសារពិតប្រាកដឯកសារអីត្រឹមត្រូវគឺតាមបណ្ដាញសង្គមទាំងអស់បងប្អូនអាចមើលបានស្គាល់ប្លង់ដីស្គាល់អត្រានុកូលដ្ឋានស្គាល់អត្តញ្ញាណប័ណ្ណស្គាល់សម្បត្តិកំណើតស្គាល់សភៅគ្រួសារស្គាល់សភៅស្នាក់នៅស្គាល់លិខិតបញ្ជាក់លីវស្គាល់លិខិតបញ្ជាក់មេម៉ាយពោះម៉ាយស្គាល់ទ្របរួមស្គាល់ទ្របអវិភាគស្គាល់ទ្របខាងប្តីស្គាល់ទ្របខាងប្រពន្ធស្គាល់ទ្របអំណោយស្គាល់ទ្របដែលទទួលបានដោយគេហៅថាមកដកអញ្ចឹងទៅឃើញទេវាទលំទលាយពេកចំណេះដឹងបច្ចុប្បន្នអញ្ចឹងអ្វីទៀមទាឲ្យបងប្អូនច្បាស់ឲ្យទាំងអស់សតការហាត់រៀនខ្ញុំឲ្យបងប្អូនសន្សំនោះដោយសារខ្ញុំចង់ឲ្យបងប្អូនថាសន្សំទិញសិនទៅអានឹងឲ្យជាគ្រឹះក្នុងការហាត់រៀនមិនចង់ឲ្យបងប្អូនមានលុយ30 ម៉ឺនទៅទិញដីនៅណាដែលបងប្អូនបានដឹងជឿតាមគេតាមអីចឹងទៅហើយចឹងមិនចេះតែអស់បានចេះតែទៅដល់កប់បានចេះទៅដល់ផុងចោលបានចេះទៅដល់បាត់បង់មូលហេតុđấyបងប្អូនមិនទាន់ចេះគេបោកយើងបានណាដោយសារយើងមិនដឹងបើយើងដឹងថាគេបោកហើយហេតុអីក៏មិនព្រមទិញមេរៀនបែបហ្នឹងតិចទៅខ្ញុំពីមុនខ្ញុំអត់ចេះខ្ញុំដឹងខ្លួនឯងអត់ចេះខ្ញុំខំប្រឹងហាត់រៀនខ្ញុំទៅទិញដីកប៉ិចកប៉ុកសំខ្ញុំលក់អាហ្នឹងខ្ញុំយកទៅទិញធំបន្តិចលក់ហ្នឹងខ្ញុំទិញធំបន្តិចខ្ញុំតាមចំណេះដឹងរបស់ខ្ញុំវិវត្តទៅបានខ្ញុំមានបទពិសោធន៍ទៅរាល់ថ្ងៃហ្នឹងហើយបងប្អូនសួរខ្ញុំថាហេតុអីខ្ញុំមានរឿងនិយាយច្រើនម៉េចបងប្អូនងាកពីក្រោយខ្នងរបស់ខ្ញុំវិញខ្ញុំរស់មកដល់ថ្ងៃហ្នឹង48ឆ្នាំហើយអញ្ចឹងអា20ឆ្នាំដែលខ្ញុំអត់ដឹងខ្យល់ហ្នឹងមកទល់ថ្ងៃហ្នឹងជិត30ឆ្នាំដែលខ្ញុំមានបទពិសោធន៍ដែលត្រូវនិយាយប្រាប់បងប្អូនអញ្ចឹងក្នុងវីដេអូ3នាទី4នាទីទេអញ្ចឹងខ្ញុំយកអា20 30ឆ្នាំយកមកនិយាយប្រហែលជា1លានវីដេអូអញ្ចឹងចែកម្លែកដើម្បីឲ្យបងប្អូនដឹងអំពីបទពិសោធន៍តិច